បាទបងប្អូននេះយើងមកមើលពីរជាន់ម្ដងបាទຂະຫນາດ6គុណ40ពីរជាន់អញ្ចឹងវាទាំងអស់វាកម្ពស់វា44សង់ទីម៉ែត្របាទនេះគឺវាទាំងអស់44សង់ទីម៉ែត្រកម្ពស់វាបាទហើយសម្រាប់ពីរជាន់នេះយើងដាក់បានតែជាន់ទី1យើងដាក់ស្បៃហើយជាន់ទី2យើងនឹងដាក់ថ្មចម្រោះបាទចឹងចន្ទទី1យើងដាក់ស្បៃបាទអានឹងប្រព័ន្ធទឹកហូរក្នុងកាត់ស្បៃហើយវានឹងឆ្លងកាត់ចន្ទទី2យើងដាក់ថ្មចម្រោះសម្រាប់ពីរជាន់នេះសម្រាប់បងប្អូនដែលអត់ចង់ដាក់ UV ឬក៏អត់ចង់ឃើញធុងចម្រោះខ្ពស់គឺបងប្អូនប្រើពីរជាន់នឹងបានបាទហើយសម្រាប់អាំងទឹក2000លីត្រអីហ្នឹងដាក់បានមកស្អាតបាទចឹងបងប្អូនដែលចាប់អារម្មណ៍អាចទៅយើងបានហើយវីដេអូបន្ទាប់ពីនេះគឺយើងនឹងធ្វើការ install ឲ្យបងប្អូនមើលបាទអានេះអីវ៉ាន់របស់យើងបាទសម្រាប់យើងចូលស្តុកថ្មីហើយបាទហើយថ្ងៃនេះយើងថតធុងធំមួយបាទយើងរៀបចំធុងធំឲ្យបងនៅព្រៃឯងនៅពេញបាទសម្រាប់ប្រវែងធុងនេះគឺបដោយវា60សង់ទីម៉ែត្រទៅតឹង40សង់ទីម៉ែត្រកម្ពស់40បាទហើយជាដំបូងនេះយើងរៀបជាន់ក្រោមគេបាទជាន់ទី2បាទនេះវាមានវីដេអូមានស្នែវាមូលជាប់អស់បាទពីក្នុងវីដេអូអញ្ចឹងបាទអានេះគឺយើងតកន្លែងវីដេអូធ្លាក់ពីធុងចូលទៅក្នុងអាងបាទគឺវាមានស្នែមានអីគ្រប់មកឲ្យយើងស្រេចតែម្ដងបាទហើយនេះដាក់តរយោអារយោនេះគឺរយោដែលយើងធ្លាក់ពីក្នុងធុងចូលទៅក្នុងអាងត្រីបាទហើយសម្រាប់ជាន់ទី2នេះគឺយើងរៀបចំដាក់ថ្មបាទអូចាន់ទី2នេះយើងអាចក្រាំទឹកបានចឹងថ្មបាក់តេរីហើយនេះយើងដាក់បានក្រាំទឹកទៅល្អដើម្បីវាចិញ្ចឹមទឹកបាក់តេរីល្អបានច្រើនបាទហើយសម្រាប់ថ្មចម្រោះនេះយើងដាក់35ដើមបាទថ្មនេះបន្ទាប់ពីយើងដាក់ថ្មដើមយើងដាក់ថ្មកញ្ចប់បាទហើយសម្រាប់ថ្មកញ្ចប់យើងដាក់ចំនួន10កញ្ចប់បាទអញ្ចឹងវាពេញមកវាអាចត្រាំទឹកបានល្អបាទតែវារៀបជាន់នេះហើយយើងដាក់ជាន់ទី2មកហើយយើងតជាន់ទី2បាទជាន់ទី2បាទជាន់ទី2វាមានអបប៉ុណ្្នឹងបាទប៉ុន្តែយើងត្រូវតកណិចទៅយកពីជាន់ទី1ចូលជាន់ទី2ដែរបាទមាន2ឌីយ៉ូបាទប៉ុន្តែវាមានស្នែឌីយ៉ូវាគ្រប់គ្រាន់ទេđâyនេះយើងគាត់តែមូតាមវាទឹកបានបាទថ្ងៃនេះកន្លែងហើយមើលទឹកបើថាទឹកវាស្ទះវានឹងដកចុះឌីយ៉ូនេះហើយនេះយើងតឌីយ៉ូពីម៉ូទ័រចូលទៅក្នុងធុងបាទហើយយើងចិនទី1នេះយើងដាក់ស្បៃបាទស្បៃនេះប្រើ4ប្រទេសមកពេញធុងស្អាតហ្មង4ប្រទេសចឹងប្រភេទធុងធំនេះបងប្អូនដាក់មីឌៀបានច្រើនដូចក្នុងវីដេអូចឹងយើងដាក់មីឌៀបានច្រើនអញ្ចឹងវាបងប្អូនបានយូរមានន័យថាវាអាចចូល1ខែ2ខែអីបាទយើងអាចលេងធុងចម្រោះម្ដងដោយសារតែធុងបងប្អូនទូចអាងបងប្អូនទូចដាក់ធុងចម្រោះធំគឺវាបានយូរវាអត់ងាយស្ទះទេចឹងហើយទឹកវាថ្លាបានយូរបាទចឹងបងប្អូនដែលចង់បានជាសិតចឹងក៏បានដែរយើងរៀបចំឲ្យមួយស្រេចហើយមុនផ្ញើទៅបងប្អូនបាទអានេះយើងតភ្ជាប់ដាក់ពីលើមកបាទហ្នឹងគឺហើយស្រេចហើយបាទនេះបាទហើយស្រេចគឺពីបាននេះមានដាក់ក្នុងហ្នឹងបាទចឹងអានេះទំហំវា60គុណ40ហើយកម្ពស់40បាទហើយនេះយើងរៀបកន្លែងនេះគឺកន្លែងយើងតពីម៉ូទ័រចូលក្នុងធុងទៅហើយធុងនឹងរត់ចូលក្នុងធុងទីជាន់ទី1ស្បៃអានេះមើលហើយមើលហើយចូលធុងទី2ដាក់ថ្មតាមមកក៏ហូរចូលអាងបាទ